ថែរក្សាសុខភាពបែបណានៅពេលអាកាសធាតុក្តៅខ្លាំងជាទូទៅឲ្យតែចូលមកដល់ខែចែកអាកាសធាតុនៅកម្ពុជាគឺចាប់ដើមក្តៅខ្លាំងដែលវាមិនត្រឹមតែបង្កផលប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សប៉ុណ្ណោះទេក៏បានបង្កផលប៉ះពាល់មួយចំនួនទៀតទៅដល់សុខភាពនិងសម្រស់ផងដែរអាកាសធាតុឡើងក្តៅខ្លាំងផលវិបាកចំពោះសុខភាពក៏អាចមានច្រើនទៅតាមវ័យនិងសកម្មភាពរបស់មនុស្សហើយជាពិសេសគឺមនុស្សចាស់កុមារនិងស្ត្រីមានផ្ទៃពោះដែលងាយប្រឈមទៅនឹងជំងឺបំផុតនៅពេលកម្ដៅអាកាសធាតុឡើងក្តៅខ្លាំងហើយរាងកាយរបស់មនុស្សយើងពិបាកនៅក្នុងការទ្រាំទ្រដែលធ្វើឲ្យយើងមានការបែកញើសខ្លាំងដោយខ្សោះជាតិទឹកហើយមានអារម្មណ៍ឆាប់នឿយហត់អស់កម្លាំងដែលតម្រូវឲ្យលោកអ្នកទទួលទានទឹកឲ្យបានគ្រប់គ្រាន់យ៉ាងណាមិញបើយោងទៅតាមនាយកដ្ឋានប្រយុទ្ធទៅនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនាពេលកន្លងមកក៏ធ្លាប់បានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅកំឡុងពេលអាកាសធាតុក្តៅខ្លាំងហើយជៀសវាងកើតជំងឺផ្សេងៗដោយមិនបានដឹងខ្លួនហើយអាចបណ្ដាលឲ្យមានរោគសញ្ញាមួយចំនួនដូចជារមូរក្រពើដែលជាសញ្ញាបឋមវាអាចវិវត្តទៅជាជំងឺអស់កម្លាំងលហិតលហៃដោយកម្ដៅខ្លាំងឬក៏អាចដួលសន្លប់ដោយសារកម្ដៅនិងអាចមានជំងឺឆ្លងផ្សេងៗដូចជាជំងឺរាគរូសឬជំងឺកង្វះចំណីអាហារនិងការរលាកស្បែកដែលធ្វើឲ្យឡើងកន្ទួលក្រហមឈឺសាច់ដុំបេះដូងដើរញាប់ក្អួតចង្អោរវង្វេងវង្វាន់ជាដើមដូច្នេះដើម្បីការពារហានិភ័យណាមួយដែលបង្កឡើងដោយអាកាសធាតុក្តៅដែលត្រូវអនុវត្តវិធីការពារដោយព្យាយាមស្ថិតនៅក្រោមម្លប់ឬទីកន្លែងត្រជាក់និងជៀសវាងនៅក្រោមកម្ដៅថ្ងៃយូរពេកត្រូវពិសាទឹកឲ្យបានគ្រប់គ្រាន់ហើយបង្កើនការទទួលទានទឹកឆ្អិនឲ្យបានជាប្រចាំតាមដែលអាចធ្វើទៅបានដោយមិនត្រូវរងចាំរហូតទាល់តែស្រេកទឹកនោះទេចូលកុំពិសានៅវត្ថុរាវដែលមានជាតិអាល់កុលឬជាតិស្ករច្រើនពេកព្រោះសារធាតុទាំងអស់នោះវាបង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើនឡើងនិងជៀសវាងការពិសាភេសជ្ជៈដែលត្រជាក់ខ្លាំងពីព្រោះវាអាចបណ្ដាលឲ្យរមូរក្រពះប្រសិនបើអ្នកហាត់ប្រាណចូលពិសាភេសជ្ជៈឬទឹកដែលមានជាតិរ៉ែឲ្យបាន2ទៅ4កែវរៀងរាល់1ម៉ោងម្ដងចូលថែរក្សាសុខភាពលោកអ្នកនៅក្នុងរដូវក្តៅនេះ